Hanya boy ជំរាបសួរបងប្អូនទាំងអស់គ្នាសូមឲ្យបងប្អូនតែឃើញសកម្មភាពការងារនៅហាងដុកទ័រម៉ូតូក៏ប៉ុន្តែពេលនេះសូមបង្ហាញអំពីទស្សនវិជ្ជាសប្បាយរីករាយជុំក្រុមការងារហាងដុកទ័រម៉ូតូវិញម្ដងស្ថិតក្នុងដំបូលការងាររួមគ្នាក្នុងនាមខ្ញុំបាទផ្ទាល់គឺជាអ្នកដឹកនាំក្រុមការងារដុកទ័រម៉ូតូទាំងមូលខ្ញុំតែងតែចាត់ទុកក្រុមការងារទាំងអស់គឺជាគ្រួសារតែមួយទោះបីជាយើងមានប្រភពកន្លែងកំណើតកើតនៅក្នុងខេត្តនៅក្នុងក្រុងផ្សេងគ្នាក៏ប៉ុន្តែដល់ពេលដែលយើងមករស់នៅជាមួយគ្នាជាក្រុមការងាររួមគ្នាគឺយើងតែងតែផ្លាស់ប្ដូរនៅបទពិសោធន៍ចែករំលែកនៃចំណេះដឹងដែលយើងមានឲ្យគ្នាទៅវិញទៅមកការរស់នៅជាមួយគ្នាជាក្រុមគ្រួសារធំបែបនេះទាមទារឲ្យយើងមានការអត់ធ្មត់ទាមទារឲ្យយើងមានក្តីស្រឡាញ់មានទំនាក់ទំនងល្អជាមួយគ្នាជាពិសេសគឺមិនខ្លាចនៅក្នុងការចែករំលែកទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងស្មារតីនិងភាពសប្បាយរីករាយឲ្យគ្នាទៅវិញទៅមកផងដែរពេលវេលាដែលយើងជុំគ្នាបែបនេះទើបយើងដឹងថាក្រុមការងារដុកទ័រម៉ូតូក្រៅអំពីជំនាញក្នុងការជួសជុលម៉ូតូទាំងអូតូទាំងចង្កឹះលេខជំនាញក្នុងការច្រៀងក៏មិនធម្មតាមកតែដៃមួយបងតែដៃមួយតែមួយបងមានអាចចង់ការអូតហើយអត់សម្រាប់ភ្នែកក៏រវារវៃខ្លាំងទៀតគ្រាន់តែលឺសំឡេងនារីចូលម្ដងភ្លាមបាទភ្នែកផងមាត់ផងចំហតែម្ដងនេះមិនធម្មតាទេវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់បាយបាយ